ប្រជាកសិករ13គ្រួសារងាកមកចិញ្ចឹមចង្រិតនិងកណ្ដូបបន្ថែមលើមុខរបរប្រចាំថ្ងៃទទួលបានប្រាក់ចំណូលយ៉ាងតិច1លាន2សែនរៀលក្នុងមួយខែខេត្តកំពង់ធំប្រជាកសិករ13គ្រួសាររស់នៅឃុំច្រនៀងស្រុកតាំងគោកខេត្តកំពង់ធំក្រៅពីការប្រកបរបរធ្វើស្រែចម្ការបាននាំគ្នាងាកមកចិញ្ចឹមចង្រិតនិងកណ្ដូបបន្ថែមពីលើមុខរបរប្រចាំថ្ងៃដោយពួកគាត់អាចរកប្រាក់ចំណូលបានយ៉ាងតិចចន្លោះពី1លានរៀលទៅ1លាន2សែនរៀលក្នុងមួយខែដែលអាចជួយទ្រទ្រង់ដល់ជីវភាពរបស់ពួកគាត់បានមួយកម្រិតទៀតប្រជាកសិករបានជម្រាបដល់លោកហាក់ម៉ុងហួតអភិបាលស្រុកតាំងគោកបានដឹកនាំក្រុមការងារចុះពិនិត្យមើលសកម្មភាពចិញ្ចឹមចង្រិតរបស់ប្រជាកសិករជាក់ស្ដែងនៅថ្ងៃទី17ខែឧសភាឆ្នាំ2025នេះកសិករចិញ្ចឹមចង្រិតលោកស្រីឆោមស្រីរតប្រជាកសិកររស់នៅភូមិច័ន្ទឃុំច្រនៀងស្រុកតាំងគោកខេត្តកំពង់ធំបានរៀបរាប់ទាំងទឹកមុខរីករាយថាការចិញ្ចឹមចង្រិតនេះនិងកណ្ដូបមិនមានភាពលំបាកនោះទេឲ្យតែយើងផ្ដល់ចំណីឲ្យវាបានគ្រប់គ្រាន់នោះវានឹងធំធាត់លឿនហើយក៏ឆាប់ទទួលបានផលផងដែរលោកស្រីបានរៀបរាប់បន្ថែមទៀតថាការចិញ្ចឹមចង្រិតនិងកណ្ដូបនៅតាមផ្ទះលោកស្រីនេះមានតិចតួចមិនច្រើនដូចកសិដ្ឋានគេនោះទេតែយ៉ាងណាចង្រិតនិងកណ្ដូបលោកស្រីចិញ្ចឹមតាមបែបធម្មជាតិជាលក្ខណៈគ្រួសារក្នុងចង្រិត1គីឡូលោកស្រីអាចលក់ឲ្យឈ្មួញបានក្នុងតម្លៃចន្លោះពី10000ដល់12000រៀលហើយកណ្ដូប1គីឡូចន្លោះពី30000ទៅ35000រៀលហើយជាមធ្យមលោកស្រីអាចរកចំណូលយ៉ាងតិចបានពី1លានរៀលទៅជាង1លាន2សែនរៀលផងដែរនាឱកាសនោះលោកហាក់ម៉ុងហួតក៏បានលើកទឹកចិត្តដល់ប្រជាកសិករទាំងអស់ឲ្យបន្តខិតខំប្រឹងប្រែងពង្រីកការចិញ្ចឹមចង្រិតនិងកណ្ដូបនេះបន្ថែមទៀតដើម្បីតម្រូវការទីផ្សារនិងបង្កើនជីវភាពឲ្យកាន់តែល្អប្រសើរជាងមុនបន្ថែមទៀតបន្ថែមពីនេះលោកហាក់ម៉ុងហួតក៏បានណែនាំដល់អាជ្ញាធរឃុំចុះសួរសុខទុក្ខនិងតាមដានការចិញ្ចឹមចង្រិតនិងកណ្ដូបរបស់ប្រជាកសិករដើម្បីបានដំណើរការទៅដោយរលូនប្រសិនបើមានបញ្ហាអ្វីមួយកើតឡើងត្រូវផ្ដល់នូវដំណោះស្រាយជូនដល់ពួកគាត់ឲ្យទាន់ពេលវេលាផងដែរ